ចូលដល់ភាគទី5ទី6ដែលជាភាគបញ្ចប់រឿងជប៉ុនចេញមកក្រៅៗនេះខ្លីៗងាកចប់អញ្ចឹងហ្មងផ្ដើមនៃភាគនេះមកគឺកាត់ឲ្យឃើញយប់ដាគីនិងថាគូមីត្រូវបានឃុំខ្លួននៅក្នុងអគារចាស់នេះឯងពេលដែលកូនស្រីដឹងខ្លួនវិញក៏ឃើញថាខ្លួនឯងកំពុងតែនៅក្នុងបន្ទប់ងងឹតជាមួយគេណាគេក៏បានសុំទោសដែលជាដើមហេតុធ្វើឲ្យថាគូមីត្រូវមកជួបបញ្ហាបែបនេះព្រោះថាកាបាយាឈីបានដឹងហើយថាគេចូលចិត្តថាគូមីគ្នាឡើងហានៅសុកមកសារភាពគេក៏និយាយមកបន្តទៀតគេមិនអាចទាក់ទងជាមួយមនុស្សដែលមិនចូលចិត្តបានទេជាហេតុធ្វើឲ្យមានរឿងបែបនេះកើតឡើងណាថាគូមីពិតជាមិនយល់តតែសោះបើធៀបគ្នាទៅថាកាបាយាឈីក៏អាចស្រឡាញ់ជាងមានប្រជាប្រិយភាពជាងនិងជាបុគ្គលដែលល្បីទៀតហាមទាំងអាចនៅក្បែរអ្នកដទៃបានទៀតណាគេក៏កំហុសមកវិញបែបហួសចិត្តមែនតើគេស្រឡាញ់ថាគូមីតែម្នាក់គត់ថាគូមីក៏មិនបានស្អប់គេដែរមែនអត់រួយក៏ថាបសារភាពស្នេហ៍លើកដំបងហើយជាស្នាមថាប់លើកដំបងទៀតឆាកនៅក្នុង version ភាពយន្តក៏មានដែរឲ្យអារម្មណ៍យ៉ាងម្នាក់ទៅក្នុងកសែតភ្នែករបស់ថាគូមីគេគឺជាមនុស្សដែលខ្ពង់ខ្ពស់គ្មានថ្ងៃឆុងដៃដល់ទេដូច្នេះហើយបានជាមិនចង់បាត់បង់គេទៅហ្នឹងណាបន្ទាប់ពីថាគូមីសន្លប់លេងដឹងស្មារតីពួកគេក៏នាំមកសម្រាប់នៅក្នុងបន្ទប់វិញនឹងឯងចូលសក៏និយាយឌឺដងជាមួយគីថាគូមីបកាយណាអាខាងធ្វើឲ្យអ្នកដទៃព្រួយបារម្ភណាគេក៏បាននិយាយប្រាប់ពីអាការៈរបស់ថាគូមីឲ្យឈរសបានដឹងដែរមួយរយៈនេះគេមិនសូវលក់អីអញ្ចឹងណាបូករួមទៅមានជំងឺប្រចាំកាយតិចតួចដែរទៅហើយពេលនេះគេក៏បានត្រឹមតែរងចាំប៉ុណ្ណោះចង់មានន័យថារងចាំឲ្យកូនស្រីព្រមនិយាយការពិតដែលធ្វើឲ្យមានអាការៈមិនចង់ប៉ះពាល់អ្នកដទៃហ្នឹងណាឈរសថានៅរងចាំដល់ណាទៀតបើមានរឿងអីកើតឡើងនឹងគិតយ៉ាងម៉េចគីជឿថានឹងគ្មានរឿងអ្វីកើតឡើងទៀតទេព្រោះគេនៅទីនេះហើយកន្លងមកគ្មានអ្នកណាខ្វាយខ្វល់ពីថាគូមីទេព្រោះគ្មានអ្នកដឹងពីធាតុពិតរបស់ថាគូមីថាជាមនុស្សបែបម៉េចសូម្បីតែថាគូមីផ្ទាល់ក៏មិនដឹងផងតែបន្ទាប់ពីគេបានដឹងបានស្គាល់ច្បាស់ក៏ធ្វើឲ្យលងស្រឡាញ់ភ្លាមតែម្ដងឈរសូអាចគិតថាគួរឲ្យអស់សំណើចតាមពិតទៅគេលួចឆ្ញាស់សរសើរថាគូមីយូរមកហើយឈរសូញញញឹមអត់បាននិយាយអីទេមួយស្រឡាញ់គ្នាខ្លាំងណាស់អត់ក្រាញចិត្តគ្នាសោះគីក៏បានទៅយកមកហូបក្នុងកង់ទៀនមកទុកឲ្យថាគូមីណាស្រាប់តែបានឃើញថាកាបាយាឈីនៅទីនេះដែរគេពិតជាចម្លែកមែនតើព្រោះកម្របានឃើញថាកាបាយាឈីមកអង្គុយទីនេះណាគេក៏សួរពីរឿងរបស់យ៉ាម៉ាឈីតាយ៉ាងម៉េចហើយមានរឿងអ្វីកើតឡើងឬអត់ក៏ស្អីកំពុងតែមើជឿពាក់ព័ន្ធនឹងរឿងប៉ាក់ហ្នឹងណាហើយក៏សុំឲ្យគីនៅអង្គុយនិយាយគ្នាសិនមុននឹងនិយាយប្រាប់ពីរឿងរបស់អ៊ីតាមីដែលលួចឆ្លៀតឱកាសនឹងយកមកថាបគ្នាអភ័យទោសឲ្យមិនបានជាដាច់ខាតគេក៏ដឹងដែរថាជាសិស្សច្បងដែលទៅផ្ទៃមកថ្មីដោយសារតែគាត់ពេញចិត្តនឹងរូបសម្រស់ហ្នឹងហើយបានជាមករកថាកាបាយាឈីកូនស្រីក៏មិនយល់តទៅសោះហេតុអីក៏មានរឿងបែបនេះកើតឡើងណោះមនុស្សដែលចូលចិត្តតែងតែបង្ងើយកន្តើយដាក់ចំណែកមនុស្សដែលមិនចូលចិត្តក៏តែងតែចុះមករវីរវល់រហូតស្របពេលនោះយោឈីសវៈក៏រំរោគដែរព្រោះតែអត់ឃើញត្រឡប់ទៅបន្ទប់វិញសោះគេព្រួយបារម្ភទៅចេញមកតាមហ្នឹងណាគឺនៅទីនេះសោះហើយក៏ទៅចាប់អារម្មណ៍ថាគីនៅត្រង់ហ្នឹងដែរគេលកាំងកំពុងតែយកច្រឡំថាអូននឹងស្រឡាញ់គីផងដល់ពេលអញ្ចឹងក៏ឡើងមានជាការខកចិត្តព្រោះស្នេហាសុំទោសហើយក៏ត្រឡប់ទៅវិញភ្លាមតែគីក៏ហៅឈប់សិនកុំយកច្រឡំណាគេក៏ថាយល់ហើយរួចក៏ត្រឡប់ទៅវិញយល់ហើយតែមុខមិនរីកសោះកូនស្រីអស់សង្ឃឹមមកលេងមកចំចង្វាក់នរកហ្មងណាគេក៏និយាយមកទៀតថាកាបាយាឈីឲ្យលងស្រឡាញ់យោឈីសវ៉ាឲ្យមើលតើគ្នាមានជាការងល់លើដើមណាមកនិយាយអញ្ចឹងទៀតណាការបញ្ចូលចិត្តគីក៏ត្រូវបានបដិសេធឥឡូវយោឈីសវ៉ាក៏បដិសេធទៀតមានតែអ្នកបបងចោលដោយវត្ថុអញ្ចឹងគេក៏ថាយោឈីសវ៉ាបដិសេធពេញកាលណាមិនចេញមកតាមរោគយ៉ាងព្រួយបារម្ភទៀតមិនបាច់បារម្ភទេយោឈីសវ៉ាក៏ចូលចិត្តថាកាបាយាឈីដូចគ្នាកូនស្រីតោះមកភ្លាមបើមានចិត្តដូចគ្នាមែនតែមិនធ្វើអ្វីសោះស្មានតែអាចទៅរួចដែរហើយបើជាសង្សារនឹងគ្នាមែនណាម្លេះគឺគួរតែចេញអាការៈប្រចាំឬក៏ដំឡើងសម្លេងដាក់បែបមិនពេញចិត្តអីអញ្ចឹងគីញញឹមហើយរំលឹកដល់ថ្ងៃដែលយោឈីសវ៉ាតែកំភ្លៀងថាកាបាយាឈីដើម្បីដាស់សតិពេលនោះគេគិតថាយោឈីសវ៉ាពិតជាលយខ្លាំងណាស់គឺជាពេលដែលគីនឹងថាគូមីចេញពីបន្ទប់ឃុំឃាំងបានហើយថាកាបាយាឈីខឹងខ្លាំងក៏បំរុងយកដុំថ្មទៅវាយថាគូមីតែយោឈីសវ៉ាក៏រំហាមតន់ព្រមទាំងទះមកកំភ្លៀងដាស់សតិឆាកនេះក៏មាននៅក្នុង version ភាពយន្តដែរចង់ដឹងសាច់រឿងបន្ថែមឬក៏មិនសូវយល់អីក៏ទៅមើល version ភាពយន្តបានណាគីថាមើលទៅយោឈីសវ៉ាគឺជាមនុស្សអាចពឹងពាក់បានពេលមានបញ្ហាណាតែរឿងស្នេហាប្រហែលជានៅមិនទាន់បើកចិត្តទទួលទេតែមិនអាចនិយាយចេញមកត្រង់ណាថាកាបាយាឈីក៏យល់ថាបើសិនជាខ្លួនចាប់ផ្ដើមមុនអ្វីគ្រប់យ៉ាងក៏ប្រហែលជាងាយជាងនេះតែក៏គិតថាវាមិនត្រឹមត្រូវមើលទៅវាអាត្មានិយមពេកមែនអត់គីក៏ជួបប្រយោជន៍បន្ថែមអារម្មណ៍ដែលមានការរំពឹងខ្ពស់ពីមនុស្សដែលយើងស្រឡាញ់ណាគឺជាដើមហេតុធ្វើយើងបង្ហាញពីភាពអាត្មានិយមចេញមកនឹងឯងហើយវាក៏មិនមែនជារឿងដែលអាក្រក់ដែរកូនស្រីមានជាការចំណានថាគំនិតមែនតើដែលមានគីនៅក្បែរបានជួយនិយាយណានាំអញ្ចឹងរហូតណានិយាយបាប់នឹងអត់មានបំណងអីទេការពីមុនបានធ្វើខុសចំពោះថាគំនិតហើយពិតជាមានអារម្មណ៍ថាខុសឆ្គងពិតមែនគីថាមិនអីទេព្រោះថាគំនិតមិនមែនជាមនុស្សដែលចូលចិត្តគុំគួនអីទេកូនស្រីក៏នៅតែមានអារម្មណ៍មិនសូវល្អដោយសារតែពេលនោះធ្វើខុសខ្លាំងមែនតើព្រោះគាត់ថាមានតែខ្លួននឹងហើយដែលស័ក្តិសមនឹងគីបំផុតតែតាមពិតទៅគ្រាន់តែខ្មើតក្អិតកតោមយល់តែចិត្តខ្លួនឯងដូចកូនក្មេងតែប៉ុណ្ណឹងទេមិនចំណាយទេដែលត្រូវគីបដិសេធភ្លាមណាគីក៏ថាមកពីយោឈីសវ៉ាទៅធ្វើឲ្យភ្ញាក់ខ្លួនវិញមែនអត់ហើយកូនស្រីងក់ក្បាលទទួលស្គាល់ពិតជាអញ្ចឹងមែនពេលដែលគីបដិសេធយ៉ាងប្រកបប្រជាក៏មិនឈឺចាប់ស្មាននឹងសុខភាពបានមិនច្បាស់លាស់ដូចពេលនេះដែរគ្រាន់តែទង្វើរបស់យោឈីសវ៉ាក៏ធ្វើឲ្យឈឺចាប់ខ្លាំងទៅហើយតាមមនុស្សម្នាក់នេះគួរតែបន្តចូលចិត្តទៀតនឹងពិតជាល្អមែនគីក៏មិនចង់លូកដៃនឹងរឿងរវាងពួកគេប្រហែលដែរតែនៅរងចាំមើលស្នេហាដំបងរបស់ថាកាបាយាឈីទៅចោកូនស្រីមានជាការឆ្ងល់ហេតុអីក៏និយាយអញ្ចឹងស្នេហាដំបងគឺជាគីតាគេក៏ហីដើរចេញទៅអត់បកស្រាយទេចំណាយកូនស្រីវិញក៏អង្គុយសញ្ជឹងគិតយោឈីសវ៉ាពិតជាស្នេហាដំបងមែនដោយពេលនោះ
យាយម៉ាជីតាក៏ស្ដាប់ឮពួកគេនិយាយគ្នាដែរដោយការសង្ស័យមែនថាកបាយាជីនិងយោឈីសាវ៉ាពិតជាមានអ្វីម្យ៉ាងមែនណាគុំគួនកាន់តែខ្លាំងទៀតចំណែកគេក្រៅពីជួយនិយាយណែនាំឲ្យថាកបាយាជីរួចហើយក៏ដល់វិញពិបាកចិត្តរឿងរបស់ខ្លួនឯងម្ដងដល់ពេលរឿងខ្លួនឯងវិញក៏ធ្វើអីមិនត្រូវដែរណាថាក៏មានកភ្ញាក់ឡើងវិញល្មមបើកភ្នែកមកក៏ឃើញថានៅក្នុងបន្ទប់ស្រេចមិនដឹងថាមានរឿងអ្វីកើតឡើងខ្លះទេគេចូលមកក្នុងក៏ធ្វើជាកេងលក់វិញខណៈដែលគេកំពុងតែសញ្ជឹងគិតថាគួរតែសម្រេចចិត្តបាបណាធ្វើបាបណាទើបអាចជួយថាក៏មានឲ្យរួចផុតពីបញ្ហានេះបានណាតើបោះជំហានទៅមុខទៀតបានអត់ណរួចគេក៏ងើបមករកអូនហើយក៏ឡើងមកទ្រពពីលើនឹងថាកុំតន់ភ្ញាក់ណារួចក៏ថើបឆ្លៀតឱកាសអញ្ចឹងហ្មងថាក៏មានក៏លេងធ្វើពុតទៀតហើយមានជាការរើបំរាស់អត់ព្រមអញ្ចឹងណាចង់ធ្វើអីអើយតែគេថាមានតែវិធីនេះហើយដែលអាចជួយបានណាគេលេងរងចាំអីទៀតហើយជួយយកឈ្នះអាជំងឺនឹងអីអញ្ចឹងហើយក៏អត់លេងទេលើកនេះត្រូវតែបន្តទៅមុខមែនតើណាដំបងក៏បដិសេធលេងខ្លួនបន្តទៅណាតែពេលឃើញគេប្រកាសបជាបុករួមទៅទុកចិត្តលើគេដែរហើយក៏ចង់ឈ្នះអាជំងឺនេះដែរណាក៏សម្រាប់ចិត្តថានឹងសាកល្បងបាក់ចិត្តយល់ព្រមម្ដាយខ្លួនម្ដាយបេះដូងទៅជាមួយគេហ្មងទៅងាយទីបំផុតអ្នកទាំងពីរក៏អាចឈានទៅមុខមួយដំណាក់កាលទៀតបានសម្រាប់ unboxing គឺថាម្នាក់មានក្តីសុខមុខឡើងស្រស់ថ្លាជាពិសេសគឺភិក្ខីខាងបងនឹងហ្មងពេលឃើញអូនដេកស្ងៀមពេកហើយក៏មិនឆ្លើយចាប់ផ្ដើមរសាប់រសល់វិញណាមុននឹងគេធ្វើធ្ងន់ធ្ងរពេកដឹងនេះអូយដល់ថ្នាក់នឹងផងជាយាមហៅពីម្ដងទៀតក៏នៅតែមិនឆ្លើយគេភ័យមែនទែនហើយកូនស្រីទប់លេងជាប់អស់សំណើតាមពិតចង់ប្រែឲ្យគេភ័យលេងហ្នឹងណាលើដំបងហាដែលបានឃើញគេព្រួយបារម្ភខ្លាំងដល់ម្លឹងគូនេះបានជោគជ័យហើយងាកមកគូមួយទៀតឈុសសូបានណាត់សិស្សច្បងជីបតាចេញមកនិយាយគ្នានៅខាងក្រៅថែមទាំងទិញកាហ្វេមកឲ្យមួយកែវដែរគាត់នឹងចេញលុយសងវិញគេក៏មិនព្រមដោយសារតែរំខានគាត់អាចចេញមកជួបពេលយប់ប្រឡប់អញ្ចឹងគេសុំប៉ាកាហ្វេមួយកែវចុះគាត់ក៏អរគុណទៅណាតែនិយាយអញ្ចឹងហាមកនឹងមានរឿងអីមែនឈុសសូថាសិស្សច្បងទៅវិញទេដែលមានរឿងត្រូវនិយាយគាត់មានរឿងចង់និយាយប្រាប់គេមិនអញ្ចឹងហ៎ជីបតាលឹងកាំងបដ យរួចនិយាយប្រឡាប់ថាយប់ជ្រៅហើយអញ្ចឹងណាឈរសក៏ចាំបណ្ដោយទៅតាមនឹងសិនទៅជជែកគ្នាពីថ្ងៃដែលមានពេលថ្ងៃយូរជាងពេលយប់ឬថ្ងៃដែលឆាប់ងងឹតអីអញ្ចឹងទៅណាក្រោយមកឈរសក៏ចាប់ផ្ដើមនិយាយចូលប្រធានបទដើមមកវិញសិស្សច្បងធ្លាប់មានអនុស្សាវរីយ៍អីជាមួយនរណាម្នាក់ឬអត់គាត់ក៏និយាយប្រាប់ត្រង់ថាមានដែរតាហើយក៏នៅចិត្តនេះដែរមើលទៅគាត់ប្រហែលជាចូលចិត្តឈរសមែនតែនហើយអើយសារភាពហើយគេក៏មិនបានភ្ញាក់ផ្អើលអីទេគ្រាន់តែបានអានកំណាព្យរបស់សិស្សច្បងក៏បានដឹងហើយស្លាកស្នាមនៅក្រៅសឹកតាជាគឺចង់សម្ដៅដល់ប្រជ្រុយរបស់គេមែនអត់គេបានដឹងច្បាស់ដល់ម្លឹងហើយគាត់ក៏គ្មានអ្វីត្រូវបកស្រាយបន្ថែមទៀតដែរតាមពិតឈរសដឹងយូរហើយសោះហ្នឹងណាគេថាមានតែគេនឹងម៉ាក់ប៉ុណ្ណោះដែលដឹងរឿងប្រជ្រុយនេះណាអ្នកដែលគេស្និទ្ធស្នាលជាមួយនៅសាលារៀនក៏មានតែប្រហែលអ្នកសិស្សច្បងក៏មានតែគាត់ម្នាក់នឹងឯងជាបើតាថាបានអញ្ចឹងគាត់មានសង្ឃឹមមែនអត់ឈរសសុំទោសភ្លាមព្រោះគេមិនចាប់អារម្មណ៍មនុស្សប្រុសដូចគ្នាទេហើយគាត់ឡើងអស់សង្ឃឹមមកលេងបដិសេធលឿនម៉ែមានន័យថាគាត់មិនអាចខ្លាចជាមនុស្សទី1របស់ឈរសបានទេណោះគេថាមិនអាចខ្លាចជាមនុស្សទី1របស់សិស្សច្បងបានដូចគ្នាដូច្នេះហើយសុំធ្វើជាមនុស្សទី2វិញថ្ងៃណាមួយសិស្សច្បងនឹងរកមនុស្សទី1ដែលស័ក្តិសមនឹងខ្លួនឯងបានជាមិនខានទេតំណែងទី2ក៏មិនអន់ដែរជាតំណែងដែលអាចទៀងត្រង់នឹងគ្នាបានបំផុតណាគាត់ក៏រៀងអួលដែរណានិយាយបាបនឹងក្តីសង្ឃឹមស្មាសូនបាត់ទៅហើយតែក៏ព្រមទទួលយកតំណែងនឹងក៏បានដូច្នេះហើយបើសិនជាមានពេលទំនេរតែផឹកទឹកតែជាមួយគ្នាអត់លើកក្រោយគាត់ជាអ្នកប៉ាវិញម្ដងឈើសក៏យកព្រមគូនេះពិតជាអត់សមបំណងមែនសម្ព័ន្ធភាពគឺបានតែត្រឹមនឹងឯងក៏លេងមកគូទី1វិញបន្ទាប់ពីញ៉ាំម្ហូបដែលគេបានយកមកឲ្យហើយគឺសួររកសម្បត្តិណាគេបានយកមកជាមួយដែរអត់ហើយគេក៏ងើបយកមកឲ្យឃើញថាអូនកំពុងតែបង្ហាញទឹកមុខពិបាកចិត្តពេលសម្លឹងមកកាន់សម្បត្តិនៅក្នុងដៃគេថាមិនចង់អានទេមែនអត់បើចឹងចាំគេយកទៅបោះចោលឲ្យតែថាក៏មិនចង់អានអត់អីទេគេក៏សួរទៀតឲ្យគេចេញទៅរៀនឆ្ងាយតិចអត់កូនស្រីក៏ឲ្យនៅក្បែរនឹងហើយមិនបាច់ទៅណាទេគេក៏មកអង្គុយក្បែរនឹងទៅថាក៏មានធ្វើចិត្តមួយសបកបានដាក់ចិត្តបាក់សម្បត្តិមើលខ្លឹមសារនៅខាងក្នុងហ្នឹងដែលមិនទាន់ដឹងថាខ្លឹមសារនៅក្នុងសម្បត្តិនិយាយពីអីខ្លះទេសាច់រឿងបានកាមេរ៉ាគូមួយទៀតប្រុសក្មេងមកអង្គុយយាមសិស្សបងសំណល់ចិត្តក្នុងនឹងអត្តនាសោះព្រោះតែរូបមេរបស់អរតាមានធរៈមិននៅទីនេះមួយរយៈដែរនេះគឺជាឱកាសល្អរបស់គេដែលត្រូវតែសវ៉ាចាប់មកណាគាត់ក៏មិនបានថាអីបែបប្រកាសពជាទេហើយក៏មិនបានបដិសេធគេដែរប្រុសក្មេងក៏ថាគាត់មិនបារម្ភអីទេគេនឹងមិនចូលទៅចិត្តលើការកំណត់ណាបើមិនទាន់ទទួលបានការអនុញ្ញាតអរតាថាល្អហើយអញ្ចឹងតែក្រោយមកក៏សង្ហាចិត្តខ្លួនឯងមិនក៏ថាល្អណោះឥឡូវគេកំពុងតែចូលក្នុងបន្ទប់នេះតាមតែចិត្តណាគេញញឹមខ្នក់ខ្នាញ់ថាហើយថាអរតាសាំងពិតជាគួរឲ្យស្រឡាញ់មែនតែគេមិនហ៊ាននៅរំខានយូរទៀតដែរចេញទៅវិញក៏បានចាំគេមករកទៀតណាអេប្រុសក្មេងលេងមែនទែនហើយតានេះចំណែកថាគូមីក៏បានអានសម្បត្តិចប់ហើយដែរថែមទាំងមានសម្បត្តិរទេះភ្លើងនៅក្នុងនឹងទៀតដល់ខ្លឹមសារសម្បត្តិគឺម៉ាក់ចង់ឲ្យថាគូមីទៅលេងភ្នោសពរបស់បុគ្គលម្នាក់ហ្នឹងណាគេក៏សួរភ្លាមថាជាភ្នោសពរបស់អ្នកណាថាគូមីក៏ប្រាប់ថាជាភ្នោសពរបស់ហាយាម៉ាណាអូតូគាត់គឺជាបងប្រុសបង្កើតបាននៅមានជីវិតក៏ប្រហែលជាអាយុ22ឆ្នាំហើយគាត់បានចែកឋានទៅ3ឆ្នាំហើយគេក៏សួរទៀតថាគាត់មានជំងឺអីមែនកូនស្រីថាគាត់មានជំងឺបេះដូងគាត់ខ្សែតាំងពីក្មេងមកម្ល៉េះតែក៏អាចរៀនម៉ោងកីឡាបានធម្មតាគេនៅចាំបានអត់ថ្ងៃដែលគេបានសួរថាមិនបកកាយចុះសង្គមនិងមិនបកកាយបង្ហាញអារម្មណ៍ចេញមុខមែនអត់ទាំងដែលគ្រប់គ្នាតែងតែនិយាយថាខ្លួនគឺជាមនុស្សដែលចម្លែកខ្លាចមនុស្សហើយចូលចិត្តកិច្ចវេះតែពេលបានលើគេនិយាយបែបហ្នឹងពិតជាសប្បាយចិត្តខ្លាំងណាស់មូលហេតុដែលធ្វើឲ្យខ្លួនមាន
អាការៈខ្លាចការប៉ះពាល់ដល់ដទៃបែបនេះណាគឺមកពីបងប្រុសដែលបានចែកឋានទៅនេះហើយគេឃើញទឹកមុខរបស់អូនមិនសូវស្រួលក៏ឲ្យឈប់ត្រឹមនឹងក៏បានមិនបាច់និយាយប្រាប់ក៏បានដែរតែថៅគមីសម្រាប់ចិត្តហើយនឹងចង់ឲ្យគីបានស្ដាប់ដែរណាថ្ងៃនោះសឹកសឹកគាត់ក៏ចេញពីមន្ទីរពេទ្យដោយសារតែហេតុផលអ្វីម្យ៉ាងដែលកាត់ភ្លៀងតែម្នាក់ឯងដើរទៅជារឿយៗដែលមិនដឹងថាមានកូនដើរនៅទីណាទេបងប្រុសពិតជាដូចគីខ្លាំងណាស់ទោះបីជាមានវ៉ាបខុសគ្នាតែគាត់ក៏ជាសិស្សដែលពូកែមានប្រជាប្រិយភាពខ្លាំងចំណុចចាប់អារម្មណ៍ទាំងប្រមាណគឺមាននៅលើគាត់ទាំងអស់ដូចជាគីអញ្ចឹងដែរបានលឺបែបនេះគេក៏អាចសន្និដ្ឋានបានហើយថាកន្លងមកថាកុំមីតែងតែទូបានភាពងើយកន្តើយពីអ្នកដទៃណារហូតមកទល់ពេលនេះថាកុំមីក៏នៅតែមិនយល់ហេតុអីបានជាប៉ាម៉ាក់មិនខ្វាយខ្វល់ពីខ្លួនសោះមិនថាពេលប្រឡងជាប់ឬប្រឡងបាន0ពិន្ទុពួកគាត់ក៏នៅតែបង្ហាញរឹកពីចេញមកដូចដើមគីខឹងខ្លាំងមែនទែនហេតុអីគាត់ធ្វើបែបហ្នឹងកើតមិនស័ក្តិសមសោះថាកុំមីយល់ស្របដែរតែក្នុងចិត្តប៉ាម៉ាក់គឺមានតែបងប្រុសម្នាក់គាត់ទោះបីជារស់នៅជាមួយគ្នាមែនគាត់ក៏មិនដែលឃើញថាកុំមីនៅក្នុងកសែភ្នែកទេដូច្នេះហើយថាកុំមីក៏ចាត់ទុកបងប្រុសប្រៀបដូចជាអ្នកជួយសង្គ្រោះអញ្ចឹងព្រោះគាត់តែងតែនៅក្បែរនៅស្ដាប់គ្នាគ្រប់យ៉ាងក៏ប៉ុន្តែបងប្រុសក៏ផ្លាស់ប្ដូរពេលនោះគាត់បានរៀនថ្នាក់អនុវិទ្យាល័យហើយចំណែកខ្លួនវិញគឺតបតែរៀនថ្នាក់ទី2ប៉ុណ្ណោះមិនទាន់ទាំងដឹងផងថាភេទប្រុសភេទស្រីគឺជាអ្វីឲ្យប្រកាសតែគាត់តែងតែឆ្លៀតឱកាសចូលមកលូកលាន់រាងកាយគ្នារហូតគេក៏សួរថាពេលនោះថាកុំមីបានប្រឆាំងអីអត់កូនស្រីកវីក្បាលមិនបានប្រឆាំងអីទេព្រោះធ្វើទៅមិនរួចដូចតែប្រាប់អញ្ចឹងថាបងប្រុសប្រៀបដូចជាអ្នកជួយសង្គ្រោះព្រោះតែមានគាត់ទៅធ្វើឲ្យប៉ាម៉ាក់គេមកចាប់អារម្មណ៍គ្នាខ្លះហើយគាត់ក៏បានយករឿងនេះមកធ្វើជាផលប្រយោជន៍ដែរក៏ប៉ុន្តែថ្ងៃនោះក៏បានមកដល់គេដឹងថាជាការចងចាំដែលឈឺចាប់បំផុតនឹងឯងក៏សវ៉ាអូនមកអោបភ្លាមជាការផ្ដល់កម្លាំងចិត្តមុននឹងថៅកុំមីនិយាយមកបន្តទៀតថ្ងៃនោះក៏ដូចជាថ្ងៃនេះអញ្ចឹងមានភ្លៀងធ្លាក់ខ្លាំងដូចគ្នាគាត់តែមិនសូវស្រួលខ្លួនក៏ត្រឡប់មកផ្ទះវិញស្របពេលដែលម៉ាក់បានចេញទៅទិញបន្លែទុកមកធ្វើម្ហូបពេលល្ងាចល្មមហើយគាត់ក៏ឆ្លៀតឱកាសនេះចូលមកចិត្តមុននឹងចាប់ផ្ដួលទៅលើគ្រែហើយម៉ាក់ក៏ត្រឡប់មកវិញព្រោះភ្លេចកាបូបលុយបានមកឃើញហាត់ការពេលហ្នឹងណាគីដឹងអត់តែពេលនោះបងគាត់និយាយថាម៉េចគាត់មិនការពារថែមទាំងចាត់ប្រកាន់ថាខ្លួនជាអ្នកឲ្យដៃគាត់ទៀតហើយក៏សម្រក់ទឹកភ្នែកជាការដាក់សម្ពាធម៉ាក់ថែមទៀតអារម្មណ៍ដែលមានចំពោះបងប្រុសពេលនោះវាបានខ្ទេចខ្ទីអស់ហើយទាំងប៉ាទាំងម៉ាក់គ្មានអ្នកណាស្ដាប់ការបកស្រាយសោះគាត់ជឿបងប្រុសទាំងស្រុងហើយក៏បញ្ជូនខ្លួនទៅមន្ទីរពេទ្យវិកលចរិតដើម្បីព្យាបាលក៏ប៉ុន្តែទៅបានតែមួយផ្លែតក៏ចេញមកវិញព្រោះប៉ាម៉ាក់ចាប់ផ្ដើមដឹងខ្លួនថាមានអ្វីចម្លែកហើយបងប្រុសក៏ធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យពេលនោះលេងខ្វល់អីទៀតហើយមិនថាអ្នកណាធ្វើអីអ្នកណាកាត់អីក៏មិនខ្វល់ទៀតដែរដឹងត្រឹមថាត្រូវតែព្យាយាមយករួចខ្លួនដល់ខ្លួនឯងត្រូវរស់ដោយខ្លួនឯងណាគេសួរទៀតចុះពេលនេះថាកុំមីស្អប់បងប្រុសឬអត់កូនស្រីថាប្រហែលជាស្អប់តែគេទៅវិញទេក្រៅបានដឹងការពិតទាំងអស់ក៏ប្រហែលជាស្អប់គ្នាហើយមែនអត់គេថាធ្លាប់និយាយថាស្រឡាញ់ច្រើនដងហែងតាយ៉ាងណាក៏នៅតែស្រឡាញ់នឹងឯងមិនថាកន្លងមកធ្លាប់ប្រឈមជាមួយនឹងរឿងបែបណាក៏ដោយតែថាកុំមីក៏នៅតែមិនចង់ឲ្យគេចាត់ទុកថាខ្លួនជារបស់មានតម្លៃបំផុតណាដោយសារតែអតីតកាលដ៏ខ្មៅងងឹតនេះឯងតែគេមិនខ្វល់មិនក៏មិនទៅគឺថាអតីតកាលរបស់កូនស្រីធ្ងន់ធ្ងរខ្លាំងមែនណាមិនចម្លែកទេដែលគ្នាមានជំងឺមិនសូវហ៊ាននៅក្បែរអ្នកដទៃអញ្ចឹងណាក្រៅពីនិយាយប្រាប់គេអស់ហើយក៏ដូចជាបានដោះបន្ទោសនៅក្នុងចិត្តដែរហើយថាកុំមីក៏បានតលេងភ្នំសពរបស់បងប្រុសតាមការសុំអង្វររបស់ម៉ាក់តាំងពីថ្ងៃដែលគាត់ចែកឋានទៅនេះជាលើកដំបូងហើយដែលបានមកទីនេះហើយក៏មានអ្នកមកលេងភ្នំរបស់គាត់ដូចគ្នាគឺជាលោកគ្រូពេទ្យដែលបានមើលថែបងប្រុសនឹងឯងហើយក៏ជាអ្នកដែលបានចេញទៅតាមគាត់នៅខាងក្រៅព្រមទាំងបានលឺបងប្រុសនិយាយរងើមុននឹងបាត់បង់ជីវិតពេលនោះគាត់បានហៅរកតែថាកុំមីសុំទោសអីអញ្ចឹងតាមពិតទៅថ្ងៃនោះគាត់ចាក់ចេញពីមន្ទីរពេទ្យដើម្បីទៅរកថាកុំមីនឹងឯងព្រោះគាត់មានអារម្មណ៍ខុសឆ្គងនៅទង្វើអាក្រក់របស់ខ្លួនឯងមករហូតហើយចង់ទៅសុំទោសដោយផ្ទាល់តែក៏ធ្វើមិនបានសម្រាប់ដែលនឹងហាមស្លាប់មុនពិបាកដែរថាកុំមីក៏ព្រមអភ័យទោសឲ្យគាត់យូរហើយដែរកាត់មកសាលារៀនវិញនៅក្នុងថ្នាក់រៀនរបស់ Takabayashi ក្រៅចេញពីរៀនបញ្ញាមាជីតានិងប៉ាពូ 3-4 នាក់បាននាំយកជីសវៈចេញទៅក្រៅភ្លាមកូនស្រីឃើញបាប់នឹងក៏នៅមិនសុខទេរត់ចេញទៅតាមដែរនឹងស្រែកសួរថាកំពុងតែនាំយកជីសវៈទៅណាប៉ែនឹងបំរុងនឹងអធិប្បាយហើយណាតែអ៊ីតាមីក៏បានមកដល់ទីនេះដែរព្រមទាំងនិយាយលេបខែមកកាន់កូនស្រីយើងអីចឹងណា Takabayashi ទៀតកប់មាត់ទៀតទោះបីជាចាំឈ្មោះមិនបានតែក៏ចាំបានថាគេគឺជាមនុស្សដែលមុខក្រាស់ខ្លាំងប៉ុណ្ណាប៉ែនឹងក្តៅឆេវប្រាប់ហាញតាថាឲ្យគោរពសិស្សច្បងផងយកជីសវៈឃើញសភាពការមិនសូវស្រួលព្រមមកដឹកដៃអូនឲ្យត្រឡប់ទៅវិញជាមួយគ្នាតែអ៊ីតាមីមិនព្រមដោះលែងយើងមិននិយាយជាមួយយោជីសវៈឲ្យចេញទៅបន្តិចគេមានរឿងចង់និយាយជាមួយប្រុសស្អាតខាងនេះណាគេនៅចាំបានមិនភ្លេចទេស្នាមថើរបស់ពួកយើងដែលមិនទាន់បានបញ្ចប់ឲ្យស្រួលបួលឡាយោជីសវៈកូនប្រុសទ្រាំលេងបានទៀតហើយហ៊ាននិយាយលូកលាន់អូនរបស់គេផងក៏ស្ទុះមករករឿងមិនខ្លាចរអាថាជាសិស្សច្បងស្អីទេបើអ៊ីតាមីក៏ខ្មើតស្មានខ្លាចគេគឺជាកីឡាករការ៉ាតេកូនប្រុសថាអញ្ចឹងហ៎បើអញ្ចឹងមិនក្រាញចិត្តទេណាដាល់មកដៃម៉ាំងបាក់ថ្មិញឈាមលហាមយំម្ញ៉ែម្ញក់មុននឹងហំហាន់ណាយោជីសវៈក៏គំរាមថាកុំឲ្យរបួសជាមួយថាកបាយជីទៀតណាបើមិនចង់បាក់ថ្មិញទៀតមិត្តភក្តិក៏គ្រានាំគេទៅមន្ទីរពេទ្យទៅចំណែកយាម៉ាជីតាបានឃើញហាត់ការពេលនឹងហើយក៏មិនហ៊ានធ្វើអីទៀតទេដកថយទៅវិញខ្លាចបានចូលពេទ្យថ្មិញដែរយោជីសវៈក៏ដែរចេញទៅដែរអត់និយាយអីទេតែថាកបាយជីក៏រត់មកអោបពីក្រោយព្រមទាំងអស់គុណយ៉ាងរំជួលចិត្តយោជីសវៈវិញកំពុងតែតក់ស្លុតខ្លាំងមែនទែនព្រោះអ្នកដទៃឈរមើលគេឡើងមកកណោរបៀបថាធ្វើខ្លួនមិនត្រូវហ្នឹងណាឈរសូដាមកមើលដែរញញឹមដោយគូស្នេហ៍ដែលជ្រុកគ្នាហើយត្រូវគ្នាវិញអញ្ចឹងធ្វើឲ្យនឹកដល់គេនឹងថាកុំមីដែរមិនដឹងថាពីអ្នកនោះយ៉ាងម៉េចហើយទេគឺថាថ្ងៃនេះគេក៏មិនបានមករៀនដែរព្រោះទៅទទួលថាកុំមីដឹកកន្លែងភ្នោសាកសព
កូនស្រីសប្បាយចិត្តមែនទែនដែលបានឃើញវត្តមានរបស់គេនៅទីនេះញញឹមពព្រីរត់ទៅរកគេនៅខាងក្រោមភ្លាមគេក៏បបួលគ្នាចេញទៅដេតព្រោះធ្លាប់បានព្រមព្រៀងគ្នាតាមទូរស័ព្ទលើកមុនណថាគូមីក៏ចាំបានដែរលើកនេះយកព្រមភ្លាមអត់មានលេសអីទៀតទេជាលើកដំបូងដែលបានចេញទៅដេតនៅខាងក្រៅជាមួយគ្នាជាផ្លូវការកាត់មកពេលយប់ថាកាបាយាឈីក៏អង្គុយសម្លឹងមើលបងដោយស្នាមញញឹមនឹកដល់ហេតុការណ៍កាលពីថ្ងៃក៏នៅតែរំភើបយាឈីសវ៉ាក៏បាក់ភ្នែកមកឃើញអូនសម្លឹងមករហូតក៏សួរថាកេមិនលក់មែនថាកាបាយាឈីក៏ងក់ក្បាលព្រមទាំងអរគុណសម្រាប់រឿងកាលពីថ្ងៃដែលគេចូលមកការពារគេថាមិនបាច់អរគុណអីទេគេធ្វើបែបនោះក៏ដោយសារតែមិនអាចអភ័យទោសឲ្យបានព្រោះជារឿងរបស់ថាកាបាយាឈីហ្នឹងណាបានលឺបែបហ្នឹងកូនស្រីក៏កាន់តែក្តុកក្តួលថែមទៀតហើយក៏សម្រេចចិត្តសារភាពការពិតមុនថាចូលចិត្តយូឈីសាវ៉ាពិតជាចូលចិត្តខ្លាំងណាស់ហើយកូនប្រុសក៏មកភ្ញាក់ផ្អើលអីណាអូហូបង្ហាញឡើងច្បាស់កឡែតនៅតែមិនយល់ទៀតហត់ម៉ែឥឡូវបានលឺចេញពីមាត់អូនហើយលើកនេះក៏មិនកិច្ចបេះអីទៀតទេបរិយាកាសរ៉ូមែនទិកទៀតក៏សរសេរចូលមកថាបគ្នាបញ្ជាក់ពីអារម្មណ៍ពិតដែលមានចំពោះគ្នាទៅវិញទៅមកបានសំអំណងមួយគូទៀតថាបរួចហើយក៏មានជាការនាំគ្នាសាយទៀតណាសប្បាយចិត្តទេចំណែកគូខាងនេះវិញក៏បានរំកិលទៅមួយដំណាក់កាលទៀតហើយប្រុសក្មេងមិនត្រឹមតែចូលមកអង្គុយយាមតាមធម្មតាដូចមុនទៀតទេលើកនេះមកដេកលើក្រែជាមួយគ្នាហ្មងអរតាកំពុងតែមិនយល់ហេតុអីក៏ខ្លាចទៅជាបែបនេះណោះគេថាមកពីស្លាញ់អរតាសាំងហ្នឹងណាគាត់ក៏តាមមកវិញភ្លាមចាំមិនបានផងទៅទទួលពាក្យសារភាពរបស់គេពីកាលប្រុសក្មេងក៏សួរមកវិញអរតាសាំងស្គាល់អាធីមីសឬអត់ជាអាទិទេពនៃព្រះច័ន្ទណាឈ្មោះពេញរបស់អរតាសាំងពេលសរសេរជាអក្សរឡាតាំងប្រាប់ជាជំនាញស្តៀងគ្នាណាហើយពិតជាស្រស់ស្អាតមែនអូគឺចង់សម្ដៅដល់សិស្សច្បងនឹងហើយពិតជាស្រស់ស្អាតដូចព្រះច័ន្ទចឹងណាខណៈនោះថាក៏មានកំពុងតែឈរមើលព្រះច័ន្ទយ៉ាងមានក្តីសុខដែររួចងាកមកបបួលគេចេញទៅដេតជាមួយគ្នាទៀតនៅវិស្មកររដូវក្តៅខាងមុខនេះណាគីសប្បាយចិត្តចង់ហោះរកចឹងយូរហើយងើបទៅរកអូនភ្លាមទោះបីជារៀងសាំញ៉ាំបន្តិចមែនតែពួកយើងនាំគ្នាទៅលេងសមុទ្រណាអូនក៏យកព្រមហើយក៏ថាបគ្នាមួយយ៉ាងផ្អែមល្ហែមក្រោមពលិតព្រះច័ន្ទអត់ពេញវងទេកាត់មួយថ្ងៃថ្មីមួយទៀតនៅកងទេណាយូឈីសាវ៉ាកំពុងតែទទូចឲ្យតាកបាយាឈីញ៉ាំក្រដដែរតែអូនមិនព្រមញ៉ាំសោះព្រោះមិនចូលចិត្តតែគេមិនចង់ឲ្យញ៉ាំខ្ជិះអញ្ចឹងណាក៏ចាប់មកបញ្ចុកឡើងខ្ជូតតែអូនក៏មិនលក្ខខណ្ឌបើចង់ឲ្យញ៉ាំបញ្ចុកគ្នាតាមមាត់របស់យូឈីសាវ៉ាមកអញ្ចឹងអូយកូនស្រីលេងថកក្តារដាក់បងទៀតហើយបិទភ្នែករងចាំទៀតបងអៀលឡើងល្មួលនឹងស្អីទេតាកបាយាឈីមានមនុស្សមើលច្រើនណាស់ណាខ្ញុំម៉េះគូនេះបើយ៉ាម៉ាជីតាចង់ខ្យល់ចាប់ធ្វើចិត្តមិនទាន់បានទេចាក់ដល់សាហាវគូនេះ happy គូមួយទៀតក៏ happy ដែរឥឡូវប្រុសក្មេងតាមញ៉ាំញ៉ោះសិស្សបងសំណប់ចិត្តរបស់គេច្រើនជាងមុនទៀតណាថ្ងៃនេះក៏យកនំមកឲ្យញ៉ាំទៀតអរតាក៏ឲ្យចេញទៅឆ្ងាយបន្តិចកុំចុះមកចិត្តពេកធ្លាប់ប្រាប់ហាញ់តើគេថាយប់មិញបានដេកជាមួយគ្នាហើយណងនៅចិត្តនៅឆ្ងាយអីទៀតទេគាត់មិនព្រមរឿងនេះនឹងរឿងយប់មិញវាផ្សេងគ្នាតើប្រុសក្មេងក៏មិនព្រមដែរបកាច់ញ៉ាត់ញ៉ាទៅមកតែម្នាក់ក៏មានក្តីសុខណាឈិនខៀវជីតែងតែឆ្ងល់ថានេះបានជាពេលដែលនៅជាមួយអរតាគេមានក្តីសុខខ្លាំងយ៉ាងនេះព្រោះអរតាគឺជាអ្វីៗគ្រប់យ៉ាងរបស់គេជាអ្វីដែលគេប្រាថ្នាចង់បាននឹងហើយចំណែកគូរបស់ឈោសូក៏នៅតែលោកអឿនធម្មតាទោះបីជាមិនបានខ្លាចជាសង្សារតែសម្ព័ន្ធភាពរវាងពួកគេក៏អាចនិយាយបានថាល្អខ្លាំងបានជជែកជាមួយគ្នាសប្បាយៗធ្វើការជាមួយគ្នារាល់ថ្ងៃអីអញ្ចឹងទៅគេនឹងថាគូមីក៏បានចាំញ៉ាំនំប៉័ងជាមួយគ្នានៅកន្លែងប្រចាំរបស់ពួកគេដដែលគេញ៉ាំអស់ហើយក៏សុំញ៉ាំមួយទៀតអញ្ចឹងណាតែថាគូមីមិនព្រមព្រោះគេញ៉ាំអស់ច្រើនពេកហើយតែគេថាចង់ញ៉ាំទៀតត្រូវតែបានញ៉ាំណាឬក៏បន្លំចុះមកចិត្តអានចុះមកសឹមដូចមានបំណងចង់ថើបអូនក៏ចាប់អន្ទាក់បដ ாய் បិទភ្នែករងចាំទទួលទៀតពេលដែលភ្លេចខ្លួនគេក៏កឆក់យកនំប៉័ងទៅបាត់បោកយករបស់ញ៉ាំសោះអូនល្ងក់ងល្មមញ៉ាំមែនខឹងហើយឈប់ទៅដេកជាមួយគេទៀតហើយបើចូលចិត្តញ៉ាំនំប៉័ងខ្លាំងណាស់ក៏ទៅប្រទេសបារាំងទៅគេថាចង់នៅជាមួយថាគូមីណងបើអញ្ចឹងចាំទៅញ៉ាំនំប៉័ងនៅប្រទេសបារាំងជាមួយគ្នាក៏បានវ៉ាវហេតុតែគេជាកូនសេដ្ឋីណចុងក្រោយក៏មានគូខ្លះសំអំណងគូខ្លះក៏មានត្រឹមតែមិត្តភាពល្អៗណាហើយរឿងថាគូមីខុនឆ្នាំ2025ក៏បានចាប់ដោយបរិបូរណ៍